អ្នកមីប្រយ័ត្នអរគុណច្រើនណាស់អ្នកនាងអ្នកមីតើអ្នកមីមិនអីទេហើយបានជាអារម្មណ៍នៅក្នុងខ្លួនអញ្ចឹងនោះក៏ដោយសារតែកូនប្រុសរបស់អ្នកមីអាយុ30ឆ្នាំទៅហើយតែគ្មានការងារធ្វើមួយថ្ងៃក៏តែពិបាកទ្វារនៅតែផ្ទះពិតជាបារម្ភពីគេខ្លាំងណាស់គាត់គិតបែបហ្នឹងក៏មិនត្រូវនោះទេអ្នកមីនិយាយទៅមើលប្រទេសជាតិយើងខ្លាំងពូកែសឹងអីហ្នឹងបើយើងបរាជ័យបន្តិចបន្តួចមានអីក៏ខ្លាចទៅអីនាងចំមកឯនេះពិតជាពូកែនិយាយមែនបើមិនអញ្ចឹងទេខ្ញុំចង់ឲ្យឯងខ្លាចទៅជាមិត្តភក្តិរបស់កូនប្រុសខ្ញុំមិននឹងឲ្យឯងមួយថ្ងៃ2000គឺកន្លែងនេះហើយបន្ទាប់ពីអ្នកស្រីបានដឹងថាលោកអគ្គនាយករកលុយបានជាង$40,000ហើយបើជាបាត់បង់នគរដៅធ្លាក់ចូលភាពច្បុកច្បល់ដូច្នេះហើយបានជាអ្នកស្រីរៀបចំកន្លែងនេះជាពិសេសសម្រាប់ការណាត់ជួបលើដំបូងរបស់លោកអគ្គនាយកឯងត្រឡប់ទៅវិញទៅបានលោកអគ្គនាយកលោកគឺជាកូនប្រុសដែលអកតញ្ញូហ្នឹងមែនខ្ញុំលើមករបស់លោកនិយាយថាលោកមួយឆ្នាំនេះមិនដែលសើចនោះទេហើយលោកក៏មានរហស្សនាមថាបរោះមិនចេះសើចថ្ងៃនេះខ្ញុំនឹងនាំលោកទៅលេងហ្គេមដើម្បីឲ្យលោកដឹងថាទោះបីជាយើងបរាជ័យក៏មិនមែនមានន័យថាយើងគឺជាមនុស្សអត់ប្រយោជន៍ដែរតែលោកចាំមើលខ្ញុំណាអូនទៅតែប្រកួតលេងបាល់ជាមួយបងស្រីទេនរណាបោះបាល់បានច្រើនជាងអ្នកហ្នឹងនឹងឈ្នះក៏ប៉ុន្តែខ្ញុំគ្មានកាក់ទេបងស្រីមានតាលោកកុំភ្លេចរៀនពីខ្ញុំផងវ៉ាខ្ញុំពិតជាពូកែមែនចាយវិញបងស្រីពិតជាអន់មែនហ៎ពួកយើងមិនគួរលេងសើចជាមួយនឹងសិស្សសាលាបឋមទេតោះពួកយើងទៅរកសមតីវិញបន្ទប់ពេញកុំយំណាចាញ់ហើយលោកស្អីហើយលោកពិតជាស្អីមែនកុំបារម្ភអីនៅមានកន្លែងដែលសប្បាយជាងនឹងទៅទៀតតោះខ្ញុំនឹងនាំលោកទៅជាបន្តអគុយរបស់ខ្ញុំទៅលេងផ្សាររាត្រីយប់នេះអីក្តៅនេះគឺជាមិត្តចាស់របស់ខ្ញុំចាំសិចេញតាម៉ែក្តៅអញ្ចឹងចេះបន្តអគុយក៏ដូចជានាងពិតជាគួរអាណិតមែនតើលោកមួយណាដែលមិនទាន់បិទគម្រប់បានចោលនាងវាមកខាងលើបានមាត់ខ្លាំងណាស់ខ្ញុំឥឡូវនេះបានរៀបការជាមួយនឹងអ្នកមានហើយរីឯនាងវិញគ្មានអ្នកណាចង់បែនអូនសំឡាញ់បងចាំអូនយូរហើយនេះគឺជាមិត្តប្រុសរបស់នាងមែនកង្កាពិតជានៅជាមួយនឹងកង្កាគ្នាឯងមែនថ្ងៃស្អែកនេះមិត្តប្រុសរបស់ខ្ញុំចេញមិត្តចាស់ទាំងអស់មកញ៉ាំបាយជុំគ្នាអ្នកទាំងពីរក៏ចូលរួមដែរមើលបានតើពួកយើងប្រកាសជាទៅអ្នកណាកាយលោកសន្យាជាមួយនឹងគេពេលខ្លះបើយើងចេះវិបកគេវិញក៏ជារឿងល្អដែរថ្ងៃស្អែកនេះប្រកាសជាមានរឿងល្អមើលអីលោកពូការពិតរបស់លោកពូពិតជាមានពន្លឺមែនត្រៃពួកយើងត្រូវតែវិបកទៅគេវិញលោកស្លៀកពាក់បែបហ្នឹងទៅក៏ពិតជាដូចបកគោជោគជ័យមែនចាំបន្តិចខ្ញុំទៅយកកាបូបមកផ្លែរបស់លោកដូចជាប្រឡាក់ក្រែមមករបស់ខ្ញុំហីមិនចឹងទេលោកទៅដល់កៅអៅចេញទៅខ្ញុំយកទៅបោកអីមិនចាំបាច់ទេខ្ញុំមានសាប៊ូបោកកៅអៅដែលមានគុណភាពល្អអាចជំនះបានស្នាមប្រឡាក់ទាំងអស់វ៉ាសាជីនេះពិតជាស្អាតមែនមិត្តប្រុសរបស់នាងពិតជាសង្ហាមែនអ្នកបម្រើឆាប់ដកចានពួកគេទាំងពីរអ្នកចេញទៅតើនាងចង់មានន័យថាយ៉ាងម៉េចប្រសិនបើអ្នកដទៃគេដឹងថាពួកយើងញ៉ាំបាយជាមួយនឹងមនុស្សក្រីក្រដូចជាពួកឯងទាំងពីរវាពិតជាធ្វើឲ្យប្តីខ្ញុំបាក់មុខខ្លាំងណាស់ប្តីរបស់ខ្ញុំគឺជាតកែអចលនៈទ្រព្យហុងក្រុមហ៊ុនអចលនៈទ្រព្យហុងខ្ញុំឮថាក្រុមហ៊ុនអចលនៈទ្រព្យរបស់លោកកំពុងតែមានបញ្ហាហិរញ្ញវត្ថុមនុស្សដូចជាលោកក៏ដឹងរឿងទាំងអស់នេះដែររឿងទាំងអស់ហ្នឹងក៏ពួកយើងបានដោះស្រាយរឿងអស់ទៅហើយប្តីរបស់ខ្ញុំមិនយូរទេនឹងទទួលបានការបណ្ដាក់ទុនពីធនាគារជាង$2លានទៀតប្រសិនបើលោកចង់ឃើញពួកអ្នកមានដូចជាយើងធ្លាក់ដល់ចំណុច0ដូចជាសម័យពេកហីពិតមែនឬខ្ញុំគិតថាការស្រមៃរបស់នាងបានរលាយបាត់ហើយទិញធនាគារមួយតើត្រូវការរយៈពេលប្រហែលថ្ងៃតើលោកកំពុងតែនិយាយពីអីហ្នឹងលោកនឹងចង់ទិញធនាគារលោកគ្រាន់តែជាមនុស្សក្រីក្រដែលគ្មានលុយតែពូកែសម្ដែងគ្រាន់បើលឺហើយនៅធនាគារគេបានតាក់ទងមកខ្ញុំហើយលុយ$2លាននឹងចិត្តមកដល់ដៃពួកយើងហើយលោកប្រធានចាំងធនាគារដែលសម្រាប់ចិត្តមិនដាក់ទុនជាមួយក្រុមហ៊ុនយើងឥឡូវនេះគេសម្រាប់ចិត្តឥឡូវនេះលោកចោលការមិនដាក់ទុនមុននេះហើយធនាគារហ្នឹងត្រូវក្រុមហ៊ុន Leaser ទិញបាត់ហើយលោកគឺជាអគ្គនាយកក្រុមហ៊ុន Leaser អ្នកទាំងពីរមិនឲ្យចាំសាជីញ៉ាំបាយខ្ញុំនឹងឲ្យអ្នកទាំងពីរមួយជីវិតនេះសូម្បីតែបាយក៏គ្មានដែរអាយ៉ាលោកគឺជាអ្នកមានអញ្ចឹងលោកមិនមែនជាមនុស្សដែលធ្លាក់ដល់ចំណុច0គ្មានកោដៅក្នុងជីវិតទេឥឡូវនេះខ្ញុំមានគោលដៅថ្មីហើយគឺជានាង